mà đo thực lá rồi dân nông nàyប្រមូលឲ្យបានចេញដើម្បីទៅរកកន្លែងឆ្លងហើយទឹកនោះក៏បានស្រកបានប្រហែលជា2ម៉ែត្រហើយសម្រាប់ស្បៀងនេះគឺយើងសោតពីល្ងាចបាយកកជាមួយឆៃពៅហើយយើងទៅហូបនៅពេលព្រឹកដោយសារតែពួកយើងស្បៀងពួកយើងត្រៀមទុកសម្រាប់ទៅមួយថ្ងៃទី11នៅថ្ងៃទី2គឺថ្ងៃទី13នេះព្រឹកឡើងនេះគឺទោះបីគឺយើងកំងមកហូបក៏អ៊ីនៅលោកក៏រត់មានហ្នឹងគឺដោយសារគាត់ត្រៀមតែចំនួនថ្ងៃដែលយើងទៅអញ្ចឹងបន្ទាប់ពីពួកយើងបានហូបអីហើយម្នាក់ម៉ាត់ដើម្បីត្រកទៅហើយពួកយើងកំណត់អ្នកដែរទៅរកកន្លែងក្បូនហើយចំពោះក្បូននេះផងដែរខាងសមាជិកក្រុមយើងគាត់បានទៅមកពីម្សិលនៅថ្ងៃទី12រួចរាល់ហើយប៉ុន្តែដោយសារពីម្សិលនេះគឺទឹកទៅឡើងផុតកន្លែងកាប់ដែលអូទាញទៅបានណាអញ្ចឹងពួកយើងអាចឆ្លងបានទេថ្ងៃទី12អញ្ចឹងនៅថ្ងៃទី13ដោយមានការអន្តរាគមន៍ពីខាងរដ្ឋបាលស្រុកកំពង់សិលាក៏បានដឹកនាំកម្លាំង3ស្ថាប័នចុះមកជួយអន្តរាគមន៍ពួកយើងក្នុងនោះមានដូចជាបងខាងបរិស្ថានបងខាងប៉ូលីសប៉ុស្តិ៍បងខាងអហដើម្បីមកជួយចម្លងពួកយើងដើម្បីឲ្យធានាសុវត្ថិភាពពួកយើងឆ្លងទៅវិញបានសុវត្ថិភាពទាំងអស់គ្នាចំពោះក្បូននេះផងដែរគឺយើងមិនអាចជិះគ្នាច្រើនហើយយើងជិះគ្នាបានម្ដងតែ4ទៅ5នាក់បើគ្នាតូចជិះបាន6នាក់ក៏ប៉ុន្តែក្នុងនោះគឺអ្នកដែលទាញខ្សែកាបហ្នឹងគឺ2នាក់មិនអាចទាញទៅរួចដោយសារទឹកនៅប្លោះកដាលហ្នឹងគឺមានសភាពបុកខ្លាំងហើយសមាជិកក្រុមរបស់យើងគឺមានរហូតដល់25នាក់អញ្ចឹងគឺយើងជិះបានតែម្ដង4-5នាក់ឬក៏6នាក់ទេហើយនៅសល់ទាំងប្រហែលគឺយើងចាំដាក់វិញគ្នាទៅតាមក្រោយទៀតក្នុងហេតុការណ៍ឆ្លងនេះគឺឃើញថាបងសមត្ថកិច្ចគាត់យកចិត្តទុកដាក់ខ្នះខ្នែងបារម្ភពីសុវត្ថិភាពពួកយើងគាត់ក៏បានណែនាំពួកយើងកុំឲ្យភ័យខ្លាចព្រួយបារម្ភឲ្យយើងស្ដាប់អ្វីទៅតាមការណែនាំរបស់គាត់គឺធានាបានសុវត្ថិភាព 100% ហើយចំណុចកន្លែងឆ្លងក្បូននេះក៏មានខាងសារព័ត៌មានផ្សេងគាត់បានចង់មកថតឲ្យពួកគាត់ហ្នឹងដោយមិនបានសួរពីដើមហេតុដើមចងមូលហេតុអ្វីដែលពួកយើងជាប់ទេហើយក៏គាត់បានផុសទៅហើយក៏មានបងប្អូនមួយចំនួនហ្នឹងគាត់ខមមិនជេរពួកយើងអ្នកថាទៅក៏ជេរដល់ប្រមាថអាយុជីវិតយើងទៀតទាំងដែលបងសមត្ថកិច្ចដែលគាត់ជាប់ផ្ទាល់មកជួយអន្តរាគមន៍ពួកយើងហ្នឹងពួកគាត់អត់មានបានក្តីបន្ទោសអីពួកយើងទេពួកគាត់មានតែលើកទឹកចិត្តពួកយើងហើយឲ្យពួកយើងតាំងអារម្មណ៍ឲ្យនឹងកុំឲ្យភ័យខ្លាចកុំឲ្យតក់ស្លុតអីដើម្បីយើងឆ្លងទៅបានសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងនៅក្នុងអំឡុងពេលយើងឆ្លងនេះគឺមានឃើញបងសារព័ត៌មានក៏ចូលព័ត៌មានផ្សាយទាំងដែលពួកគាត់មិនបានសួរពីបញ្ហារបស់យើងដែលបញ្ហាអីដែលធ្វើឲ្យពួកយើងជាប់នៅត្រៃម្ខាងហើយបងប្អូនខ្លះទៀតពេលដែលឃើញសារព័ត៌មានផ្សាយពីយើងហើយក៏បានជេរប្រមាថដល់អាយុជីវិតពួកយើងអញ្ចឹងចំពោះបញ្ហាអាយុជីវិតនេះគឺគ្មាននរណាគេគឺថាអត់ស្រឡាញ់អាយុជីវិតខ្លួនឯងទេទាំងខ្ញុំទាំងបងប្អូនហ្នឹងគឺសិតតែស្រឡាញ់អាយុជីវិតខ្លួនឯងទាំងអស់គ្នាគ្រាន់តែថាបងប្អូនចូលចិត្តបែបបងប្អូនគឺក្រុមពួកខ្ញុំគឺចូលចិត្តបែបក្រុមពួកខ្ញុំអញ្ចឹងហើយមនុស្សម្នាក់ៗគឺមានការចូលចិត្តរៀងខ្លួនហើយគ្រោះធម្មជាតិនេះផងដែរគឺមានអ្នកណាម្នាក់អាចបោះពីផលប៉ះពាល់នៃគ្រោះធម្មជាតិនេះបានទេអញ្ចឹងសរុបសេចក្តីមកសម្រាប់បងប្អូនដែលខមមិនល្អគឺបងប្អូនចូលចិត្តរស់នៅបែបបងប្អូនហើយសម្រាប់ខ្ញុំនិងក្រុមដំណើរកម្សាន្តនេះគឺចូលចិត្តដើរលេងចូលចិត្តរស់នៅបែបពួកខ្ញុំតែមុននឹងខមមិនអ្វីមួយសូមយល់ដឹងឲ្យច្បាស់ពីបញ្ហាហើយដឹងសាច់រឿងពីដំណើរដើមតងថាមូលហេតុអ្វីបានជាមានហេតុការណ៍កើតឡើងអញ្ចឹងក្នុងដំណើរកម្សាន្តនេះគឺយើងមកដើម្បីផ្សព្វផ្សាយមន្តទេសចរដើម្បីឲ្យបងប្អូនបានស្គាល់ពួកដោយថាកន្លែងនេះខ្លះដែលពួកយើងទៅហ្នឹងគឺមានបងប្អូនមួយចំនួនធំហ្នឹងគឺគាត់មិនបានស្គាល់ទេហើយបន្ទាប់ពីពួកយើងបានទៅដល់នឹងទៅផ្សព្វផ្សាយហើយគឺមានបងប្អូនគាត់ទៅដើរលេងទៅកម្សាន្តហើយក៏បានជួយបង្កើនចំណូលកម្រៃដល់បងប្អូនដែលនៅតាមតំបន់រមណីយដ្ឋានហ្នឹងបន្ថែមទៀតឥឡូវយើងមកចូលសាច់រឿងសម្រាប់ការឆ្លងក្បូនយើងបន្តទៀតអញ្ចឹងដូចបងប្អូនបានឃើញហ្នឹងគឺបងសមត្ថកិច្ចហ្នឹងគឺគាត់ខ្នះខ្នែងទាញដើម្បីក្បូនហ្នឹងទៅមុខ
ហើយកន្លែងនេះគឺខ្ញុំអត់បានឆ្លងទៅទេគឺដោយសារខ្ញុំត្រូវត្រឡប់ទៅយកឲ្យបានម្ដង